ជំរាបសួរបងខ្ញុំឈ្មោះសុខេនវិរៈសម្រាប់ខ្ញុំមានអារម្មណ៍សែតខ្លាំងមែនទែននៅពេលដែលប្រទេសជាតិយើងជួបការលំបាកចឹងទីមួយជួបសង្គ្រាមជួបអីចឹងវាមានការលំបាកខ្លាំងខ្ញុំមានអារម្មណ៍ថានិយាយទៅពិបាកនិយាយខ្លាំងមែនទែនមានអារម្មណ៍ថាសែតខ្លាំងមែនទែនពិបាកចិត្តដែលឃើញទីមួយឃើញកងទ័ពយើងបងទាហានជួរមុខពលីជីវិតជូនមាតុភូមិជាតិយើងដែលគាត់ជួយជាតិយើងហើយជួយបងប្អូនប្រជាពលរដ្ឋយើងទៀតហើយទី2ខ្ញុំពិបាកសែតខ្លាំងជាងគេហ្មងឃើញបងប្រជាពលរដ្ឋដែលគាត់ជំនះមកមានអ្នកខ្លះគាត់កូនខ្ចីអ្នកខ្លះគាត់មានកូនទូចអ្នកខ្លះក៏អត់មានលុយមានអីសម្រាប់មកអញ្ចឹងទៅហ្នឹងហើយខ្ញុំសូមឲ្យយើងទាំងអស់គ្នាយើងចូលរួមទាំងអស់គ្នាយើងស្រឡាញ់ជាតិយើងនិងនិយាយទៅខ្មែរគឺស្រឡាញ់គ្នាហ្មងយើងចូលរួមទាំងអស់គ្នាដើម្បីប្រទេសជាតិយើងហើយទី2ខ្ញុំមានសារលើកទឹកចិត្តទៅដល់បងកងទ័ពនៅជួរមុខឲ្យគាត់មានការខិតខំប្រឹងប្រែងតស៊ូក្នុងការពារជាតិនិងសង្គមជាតិយើងបែបខ្ញុំមានការអរគុណគាត់ខ្លាំងមែនតើសម្រាប់ការពារជាតិនិងនិយាយទៅគាត់ខំការពារជាតិហើយគាត់ប្រឈមមុខនឹងខ្ញុំអត់អាចនិយាយអីបានគឺមានតែអរគុណគាត់ធំហ្មងអរគុណគាត់ខ្លាំងហ្មងដែលគាត់បានការពារប្រទេសជាតិយើងហើយជួយការពារប្រជាជនយើងទៀតទី1យើងមានតែចូលរួមជាស្បៀងនិងប្រាក់ឧបត្ថម្ភតិចក្តីច្រើនក្តីអាហ្នឹងតាមលទ្ធភាពរបស់ពួកយើងតែខ្ញុំសំណូមពរទៅគឺយើងចូលរួមឲ្យបានទាំងអស់គ្នាទៅតិចក្តីច្រើនក្តីយើងចូលរួមសាមគ្គីគ្នាដើម្បីប្រទេសជាតិយើងហ្មង